ពុកជូនកូនមកប្រឡងបែបជាលាចាក់លោកខណៈកូនមិនដឹងរឿងនឹងបន្តជួបប្រឡងទាំងក្តីសង្ឃឹមហេតុការណ៍ដ៏សោកសៅមួយបានកើតឡើងក្នុងអំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ2026ដោយឪពុកម្នាក់បានជូនកូនប្រុសមកប្រឡងនៅមណ្ឌលប្រឡងក្នុងខេត្តកំពង់ធំប៉ុន្តែជាអកុសលបានទទួលមរណភាពខណៈដែលកំពុងសម្រាករងចាំកូននៅខាងក្រៅមណ្ឌលប្រឡងអ្វីដែលកាន់តែធ្វើឲ្យមហាជនរំជួលចិត្តគឺកូនប្រុសមិនបានដឹងថាឪពុកបង្កើតរបស់ខ្លួនបានទទួលមរណភាពឡើយហើយនៅតែបន្តចូលបន្ទប់ប្រឡងដោយក្តីសង្ឃឹមដើម្បីបំពេញក្តីប្រាថ្នារបស់ខ្លួននឹងធ្វើឲ្យឪពុកម្ដាយមានមោទនភាពបេក្ខជនរូបនេះឈ្មោះអាងសីហាមណ្ឌលប្រឡងវិទ្យាល័យស្ទឹងសែនជាសិស្សរៀននៅវិទ្យាល័យហ៊ុនសែនក្រវ៉ាឃុំក្រវ៉ាស្រុកបារាយខេត្តកំពង់ធំឪពុកបង្កើតរបស់បេក្ខជនឈ្មោះអាងសីហាគឺលោកអ៊ុបសារ៉ែននិងម្ដាយឈ្មោះគៀតឈុនអ៊ីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅព្រឹកថ្ងៃទី11ខែសីហាឆ្នាំ2026លោកអ៊ុបសារ៉ែនបានជូនកូនប្រុសមកមណ្ឌលប្រឡងដោយទឹកមុខរីករាយនិងពោពេញដោយក្តីសង្ឃឹមបន្ទាប់ពីជូនកូនចូលមណ្ឌលប្រឡងរួចលោកបានទៅសម្រាកនៅក្បែរនោះដើម្បីរងចាំកូនប្រឡងរួចលុះមកដល់ពេលត្រូវចូលប្រឡងវិញកូនប្រុសបានមកដាស់ឪពុកប៉ុន្តែឃើញឪពុកកំពុងដេកស្ងាត់ដោយមិនបានដឹងថាឪពុកបានទទួលមរណភាពទៅហើយដោយគិតថាឪពុកកំពុងសម្រាកកូនប្រុសក៏បានប្រញាប់ចូលបន្ទប់ប្រឡងដើម្បីបន្តការប្រឡងរបស់ខ្លួនប្រពន្ធបានឲ្យដឹងថាមូលហេតុនៃការស្លាប់ត្រូវបានសង្ស័យថាបណ្ដាលមកពីការគាំងបេះដូងឬខ្យល់កទោះជាយ៉ាងណាមូលហេតុពិតប្រាកដនៃការស្លាប់គួររងចាំការបញ្ជាក់ពីសមត្ថកិច្ចឬគ្រូពេទ្យជំនាញដើម្បីកុំឲ្យប៉ះពាល់ដល់ស្មារតីការផ្ដោតអារម្មណ៍របស់បេក្ខជនអាងសីហាក្នុងពេលប្រឡងដ៏សំខាន់នេះសាច់ញាតិនិងអ្នកពាក់ព័ន្ធនៅទីនោះបានសម្រេចរក្សាទុកដំណឹងដ៏សោកសៅនេះជាបណ្ដោះអាសន្នរហូតដល់រូបគេបញ្ចប់ការប្រឡងហេតុការណ៍នេះបានធ្វើឲ្យមហាជនជាច្រើនមានការសោកស្ដាយនិងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពទន្ទឹមនឹងនេះក៏មានការជូនពរដល់បេក្ខជនអាងសីហាឲ្យប្រឡងទទួលបានលទ្ធផលល្អដើម្បីបំពេញក្តីស្រមៃនិងឆ្លើយតបចំពោះក្តីស្រឡាញ់និងការលះបង់របស់ឪពុកដែលបានជូនកូនមកប្រឡងនៅថ្ងៃចុងក្រោយនៃជីវិត